សូមស្វាគមន៍មកកាន់បន្ទប់វិភាគនិងព្យាបាលជំងឺដំណាំតើអ្នកដឹងទេថាស្រូវមានចំណុចសំខាន់អ្វីខ្លះជាទូទៅស្រូវត្រូវបានបែងចែកជា3ផ្នែកសំខាន់1ប្រព័ន្ធឫសទី2ផ្នែកដងដើមនិងទី3ផ្នែកស្លឹកទាំងមូលរបស់ដំណាំស្រូវទាំង3ចំណុចនេះគឺសំខាន់បំផុតសម្រាប់អ្នកធ្វើស្រែតើក្នុងចំណោមចំណុចទាំង3ខាងលើតើចំណុចមួយណាដែលសំខាន់ជាងគេ